ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកបកស្រាយពីកាមេរ៉ា Canon EOS R1 ដែលទើបតែ release ថ្មីៗនៅដែរគឺនៅក្នុងឆ្នាំ2025ហើយមានតម្លៃជាង$6000ជាងហើយថ្ងៃនេះខ្ញុំមកបកស្រាយចំណុចសំខាន់3ដែលពាក់ព័ន្ធជាមួយនឹងកាមេរ៉ាមួយនឹងហើយចំណុចសំខាន់ទី1គឺភាពធន់និងរឹងមាំទៅលើទូទាំងមូលនិងការប្រើប្រាស់ទូទៅហើយចំណុចសំខាន់ទី2គឺល្បឿនទៅលើការចាប់រូបភាពនិងល្បឿននៃមុខងារផ្សេងៗនៅក្នុងការប្រើប្រាស់ទូទៅនៅក្នុងកាមេរ៉ានឹងហើយចំណុចសំខាន់ទី3គឺទៅលើផ្នែក photo ដែលតួរបស់វាគឺរឹងមាំធន់ជាមួយនឹងការប៉ះទង្គិចការសឹករិចរិលពេលដែលយើងប្រើជាមួយនឹងការងារដែលចាំបាច់ហើយជាមួយនឹងលក្ខខណ្ឌដែលមានសីតុណ្ហភាពខ្ពស់ហើយនឹងសីតុណ្ហភាពទាបកន្លែងដែលមានដីហុយឬកន្លែងដែលមានសម្ពាធទឹកខ្ពស់ចំណុចសំខាន់នេះហើយដែលពាក់ព័ន្ធជាមួយនឹងភាពធន់និងរឹងមាំរបស់កាមេរ៉ាមួយហ្នឹងជាមួយនឹងការងារជំនាញបើសិនជាអ្នកធ្លាប់ប្រើកាមេរ៉ា Canon ច្បាស់ជាដឹងហើយថាប្រភេទកាមេរ៉ានេះគឺមានតួរឹងមាំខ្លាំងហើយគេហៅតួប្រភេទនេះគឺជា tank body គឺមានន័យថាតួរបស់វារឹងមាំដូចរថក្រោះអញ្ចឹងហើយក្រៅពីនឹងទៀតវាមានភាពធន់ជាមួយនឹងការខ្ទាតទឹកលើនិងមានសីតុណ្ហភាពដែលមានសំណើមដោយសារតួជុំវិញរបស់វាមានប្រព័ន្ធការពារឬយើងហៅថា barrier sharing ហើយចំណុចសំខាន់ទី2ពាក់ព័ន្ធជាមួយនឹងល្បឿនការកាមេរ៉ាប្រភេទនេះគឺតម្រូវឲ្យមានល្បឿនលឿនតែម្ដងព្រោះវាចាំបាច់ក្នុងការប្រើទៅលើការងារដែលមានជំនាញដូចជាការងារបែបសារព័ត៌មានការងារបែបកីឡាឬការងារដែលឡាយណាដែលមានដែលទាមទារឲ្យមានការចាប់រូបភាពបានលឿនដូចជានៅក្នុងកម្មវិធីសំណេះសំណាលការថតគណៈធិបតីឬការថតគណៈប្រតិភូដែលចោះការងារចាំបាច់ណាមួយល្បឿនគឺជារឿងមួយដែលសំខាន់ហើយសម្រាប់កាមេរ៉ានេះផងតែមានការចាប់ល្បឿន auto focus លឿនខ្លាំងដោយសារមានប្រព័ន្ធ AI auto focus ឬយើងហៅថា AI auto focus ស្គាល់ទម្រង់មុខស្គាល់ទម្រង់ភ្នែកស្គាល់ទម្រង់របស់ឬទម្រង់មនុស្សឬក៏កន្លែងវត្ថុផ្សេងៗដែលធ្វើឲ្យការចាប់រូបភាពឬយើងហៅថា auto focus ហ្នឹងជាជាក់លាក់ហើយលក្ខណៈពិសេសបន្ថែមទៅលើប្រព័ន្ធ auto focus នេះយើងអាចជ្រើសរើសជា priority auto focus ដែលមានន័យថាការចាប់អារម្មណ៍ទៅលើតួសំខាន់ណាមួយលក្ខខណ្ឌយើងប្រើនៅពេលដែលយើងថតជាមួយនឹងមនុស្សច្រើនហើយចង់ឲ្យកាមេរ៉ាហ្នឹង focus ចង់ lock ទៅលើតួដែលយើងចង់ថតពាក់ព័ន្ធជាមួយនឹងល្បឿននេះផងដែរមិនមែនសំដៅទៅលើ auto focus ទេសំបីតែល្បឿនក្នុងការចាប់រូបភាពដែលថតក្នុង1វិនាទីក៏ច្រើនដែរក្នុងករណីដែលថតនៅក្នុងកម្មវិធីសំខាន់ដែលមិនឲ្យមានលឺសូរសំឡេងដែលយើងថតយើងអាចបើកមុខងារ electronic shutter ធ្វើឲ្យកាមេរ៉ានេះថតបានក្នុងល្បឿន40រូបភាពក្នុង1វិនាទីហើយអត់មានលឺសូរសំឡេងទេគឺស្ងាត់តែម្ដងពាក់ព័ន្ធជាមួយនឹងល្បឿននេះយើងអាចប្រើការថតធម្មតាហើយកាមេរ៉ានេះចាប់រូបភាពបាននៅក្នុងកម្រិត12 frame ក្នុង1វិនាទីក្នុងទំហំរូបភាពពេញ 60K 4K 60 frame នេះគឺជាលក្ខណៈពិសេសមួយដែលតម្រូវឲ្យការងារធំការងារជំនាញការងារសំខាន់វាពាក់ព័ន្ធជាមួយនឹងទម្រង់តួហើយវាពាក់ព័ន្ធជាមួយនឹងទម្រង់តួធំរបស់វាផងដែរកាមេរ៉ានេះព្រោះនៅពេលដែលយើងថតវីដេអូកម្រិត RAW ហើយ 60K RAW ហើយ60 frame ទៀតគឺវាបំភាយកម្ដៅខ្លាំងតោះតែតួធំទើបអាចទប់ជាមួយនឹងកម្ដៅដែលឡើងខ្លាំងនៅពេលដែលយើងថតវីដេអូកម្រិតខ្ពស់បែបនេះបានចំណុចចាប់អារម្មណ៍មួយទៀតនៅក្នុងការថត 4K នេះទៀតគឺការថតបានក្នុងកម្រិត 4K រហូតដល់120 frame ក្នុង1វិនាទីគឺជាការថតគឺ full HD យើងអាចដំឡើងframe rate រហូតដល់240 frame ដែលត្រូវជាមួយនឹងការប្រើប្រាស់មួយចំនួនដែលយើងចង់ធ្វើ slow motion ហើយអាចធ្វើឲ្យមានចលនាយឺតខ្លាំងធម្មតាជាមួយប្រភេទ full
frame option ហើយមិនថាកាមេរ៉ាមិនថាការថត photo ឬវីដេអូទេកាមេរ៉ានេះមានមុខងារទប់លំនឹងហើយនឹងទប់លំនឹងបានយ៉ាងល្អផងដែរហើយចំណុចរបស់ខ្ញុំបានបញ្ចប់ហើយជំរាបលាលោកគ្រូ